បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតអញ្ចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយកអាហារចំនួន4នៅពេលដែលអ្នកនរគ្នាញ៉ាំនៅពេលព្រឹកឬក៏ប្រសានៅពេលព្រឹកវាអាចល្អសម្រាប់ថ្លើមរបស់យើងអញ្ចឹងដូចអ្នកនរគ្នាដឹងហើយថ្លើមគឺជាសរីរាង្គសំខាន់មួយក្នុងរាងកាយដែលវាមានតួនាទីច្រើនក្នុងការសំយោគប្រូតេអ៊ីនបំលែងសារធាតុចិញ្ចឹមនិងការបន្សាបជាតិពុលចេញពីរាងកាយតែថ្លើមក៏ងាយនឹងរងគ្រោះប៉ះពាល់ផងដែរប្រសិនបើយើងមិនយកចិត្តទុកដាក់នឹងវាហើយក៏វាមានវិធីជាច្រើនដែរដែលយើងអាចធ្វើបានអញ្ចឹងចាប់ផ្ដើមពីការរៀបចំរបបអាហារជាពិសេសអាហារពេលព្រឹកមិនត្រឹមតែផ្ដល់ថាមពលឲ្យរាងកាយនោះទេថែមទាំងជួយឲ្យថ្លើមធ្វើការបានកាន់តែប្រសើរអញ្ចឹងយោងតាម Punu Today អ្នកអាចជ្រើសរើសយកអាហារទាំង4នេះដើម្បីឲ្យថ្លើមយើងកាន់តែរឹងមាំកាន់តែល្អអញ្ចឹងចំពោះអាហារទី1គឺយើងគួរតែញ៉ាំអាហារទាំងឡាយណាដែលសម្បូរដោយប្រូតេអ៊ីនដោយសារតែប្រូតេអ៊ីនជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយនិងសម្រាប់ថ្លើមវាជួយក្នុងដំណើរការជួសជុលកោសិកាថ្លើមនិងជួយបង្កើនកោសិកាថ្មីឡើងវិញប្រសិនបើរាងកាយខ្វះប្រូតេអ៊ីនថ្លើមនឹងធ្វើការមិនប្រក្រតីហើយប្រព័ន្ធភាពស៊ាំនឹងខ្សោយបង្កើនហានិភ័យនៃការឆ្លងរោគហើយអាហារដែលសម្បូរដោយប្រូតេអ៊ីនវាមានដូចជាស៊ុតទឹកដោះគោស្រស់ឬទឹកសណ្តែកមិនផ្អែមស័ក្តិសមបំផុតសម្រាប់ធ្វើជាអាហារពេលព្រឹកប្រូតេអ៊ីនទាំងនេះងាយរំលាយនិងមានគុណភាពល្អដែលជួយធ្វើឲ្យថ្លើមមានកម្លាំងក្នុងការដំណើរការប្រកបដោយប្រសិទ្ធភាពអញ្ចឹងចំពោះអាហារទី2គឺអាហារទាំងឡាយណាដែលសម្បូរដោយជាតិសរសៃអញ្ចឹងជាតិសរសៃជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អនិងជួយបន្សាបជាតិពុលចេញពីរាងកាយនៅពេលដែលពោះវៀនធ្វើការបានល្អជាតិពុលនឹងត្រូវបញ្ចេញយ៉ាងមានប្រសិទ្ធភាពបណ្ដាលឲ្យថ្លើមមិនត្រូវធ្វើការខ្លាំងពេកអាហារដែលសម្បូរទៅដោយជាតិសរសៃមានដូចជាពោតដំឡូងផ្អែមបន្លែដែលមានស្លឹកបៃតងជាតិសរសៃមិនត្រឹមតែជួយថ្លើមប៉ុណ្ណោះទេថែមទាំងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរគ្រប់គ្រងការទទួលទានអាហារនិងជួយសម្រកទម្ងន់បានផងដែរអញ្ចឹងចំពោះអាហារទី4គឺអាហារសម្បូរដោយវីតាមីនអញ្ចឹងថ្លើមត្រូវការវីតាមីនជាច្រើនដើម្បីគ្រប់គ្រងមុខងាររបស់វាវីតាមីន A ជួយថែរក្សាកោសិកាថ្លើមនិងជួយកោសិកាថ្លើមឲ្យកើតឡើងវិញខណៈដែលវីតាមីន C ជួយប្រឆាំងអុកស៊ីតកម្មនិងបង្កើតភាពស៊ាំអាហារដែលសម្បូរដោយវីតាមីន A ភាគច្រើនមាននៅក្នុងការ៉ុតល្ពៅនិងស៊ុតលឿងចំណែកវីតាមីន C អាហាររកបានពីផ្លែឈើនិងបន្លែដូចជាប្រូកូលីម្ទេសប្លោកខាត់ណាផ្លែប៉ោមក្រូចឆ្មាឬក្រូចថ្លុងជាដើមការទទួលទានអាហារទាំងនេះជាប្រចាំនឹងជួយឲ្យថ្លើមមានសុខភាពល្អធន់នឹងជាតិពុលបានល្អជាងមុនអញ្ចឹងចំពោះអាហារទី4ម្សៅដែលមានសុខភាពល្អអញ្ចឹងម្សៅយើងដឹងថាម្សៅវាមានច្រើនម្សៅជាប្រភពថាមពលសំខាន់សម្រាប់រាងកាយនិងសម្រាប់ថ្លើមក្នុងការផ្ទុក glycogen ប៉ុន្តែម្សៅទាំងអស់នោះមិនសុទ្ធតែមានប្រយោជន៍ទាំងអស់ទេអ្នកគួរតែជៀសវាងអាហារឈានឬអាហារដែលមានខ្លាញ់ច្រើននៅពេលព្រឹកព្រោះវាធ្វើឲ្យថ្លើមពិបាកធ្វើការជំនួសមកវិញអ្នកគួរតែជ្រើសរើសម្សៅដែលសម្បូរដោយសុខភាពមានថាធ្វើឲ្យសុខភាពល្អវាមានដូចជាដំឡូងផ្អែមឆ្អិននំប៉័ងស្រូវសាលីឬអូតាមីលអាហារទាំងនេះផ្ដល់ថាមពលបានយូរមិនបង្កើនជាតិខ្លាញ់និងជួយឲ្យថ្លើមធ្វើការបានប្រសើរអញ្ចឹងនេះគឺជាអត្ថបទមួយសំខាន់សម្រាប់អ្នកនរគ្នាហើយខ្ញុំសង្ឃឹមថាអត្ថបទនេះនឹងជួយអ្នកនរគ្នាឲ្យគ្រប់គ្រងរបបអាហារបានល្អហើយឲ្យថ្លើមយើងកាន់តែរឹងមាំអូខេអរគុណអ្នកនរគ្នាអរគុណសម្រាប់ការស្ដាប់អត្ថបទនេះជួបគ្នានៅអត្ថបទសុខភាពបន្តទៀត